នឹកដល់រឿងនេះគឺត្រូវត្រឡប់ទៅពេលវេលាមួយដែលខ្ញុំនឹកដល់គួរឲ្យខ្លាចនិងរន្ធត់ណាស់ពេលនោះខ្ញុំមានអាយុជាង15ឆ្នាំប៉ុណ្ណោះនៅពេលយប់ឡើងខ្ញុំតែងតែរៀនគួរភាសាអង់គ្លេសដោយរាល់ដងគឺខ្ញុំចេញម៉ោងជាង6យប់ប៉ុន្តែអ្វីត្បិតតែម៉ោងជាង6តែមេឃកាលនោះគឺងងឹតលឿនណាស់ខ្ញុំដើរចេញពីថ្នាក់សម្ដៅមកផ្ទះស្រាប់តែមានអារម្មណ៍ខ្យល់ត្រជាក់លហៀកមកប៉ះនឹងខ្លួនហើយព្រឺបះរោមក្រញាងខ្យល់បក់ម្ដងកាន់តែត្រជាក់ទៅក៏មានសំឡេងមួយរសាត់មកប៉ះនឹងសោតារបស់ខ្ញុំល្វើយជួយខ្ញុំផងខ្ញុំក៏ងាកទៅរកសំឡេងនោះប៉ុន្តែខ្ញុំពុំឃើញអ្វីនោះទេខ្ញុំក៏បន្តដំណើរទៅទៀតម្ដងនេះសំឡេងយំស្រែកដូចជាឈឺចាប់ខ្លាំងណាស់បានស្រែកមករកខ្ញុំជួយខ្ញុំផងខ្ញុំឈឺណាស់ខ្ញុំក៏ក្រឡេកមើលម្ដងទៀតរេខ្សែភ្នែកតាមសំឡេងក៏បានឃើញម្ចាស់សំឡេងនោះគឺមានមនុស្សម្នាក់កំពុងអង្គុយយល់ជើងនៅលើមេឃដើមចាមរីក្នុងសាលារៀនដោយជើងខាងឆ្វេងដាច់រយ៉ាយហូរឈាមសស្រាក់ឯភ្នែកម្ខាងជ្រុះក្ដុកមកនៅនឹងមុខខ្ញុំបន្ទាប់មកស្រាប់តែក្បាលរបស់វាធ្លាក់មកក្បែរជើងខ្ញុំហើយមាត់វានៅតែហៅខ្ញុំឲ្យជួយផងបើសិនមិនរត់មានតែឈួតនៅធ្វើអ្វីទៀតខ្ញុំដាក់មេប្រូចគ្មានដឹងហត់អីបន្តិចទេតែពីវឹងសោះមកដល់ផ្ទះល្មមញើសឡើងជោគពេញខ្លួនបបោមាត់ប្រែជាស្លេកដោយគេលឹត3ថ្ងៃសក់ក្បាលដូចជាទៅមកពីកន្លែងជាងបាសជ្រងពេលមកដល់ផ្ទះម្ដាយសួរខ្ញុំថាមានរឿងអីមែនកូនខ្ញុំថាអត់ទេគ្រាន់តែខ្ញុំរត់លេងតាមខ្ញុំព្យាយាមធ្វើទឹកមុខធម្មតាឡើងវិញហើយកុហកគាត់ព្រោះខ្លាចគាត់បារម្ភនិងខ្លាចតែជើងវិញឈរញ័រមិនទាន់បាត់នៅឡើយទេស្អែកឡើងខ្ញុំទៅរៀនដោយធម្មតាខ្ញុំជាអ្នកកាន់កូនសោថ្នាក់ព្រោះជាវេនខ្ញុំសម្អាតពេលនោះមិត្តរួមថ្នាក់កំពុងឈរចាំនៅមុខថ្នាក់រៀនខ្ញុំចាក់សោបន្ទប់រួចបើកទ្វារចូលគ្រប់គ្នាចូលរួចស្រាប់តែស្រែកពេញថ្នាក់ហើយរត់មកក្រៅទឹកមុខអ្នកម្នាក់ស្លេកស្លាំងដូចត្រីស្ងោរខ្ញុំក៏ចូលទៅមើលគួរឲ្យញាក់សាច់ណាស់ក្លិនឈាមឆ្អាបពេញបន្ទប់ជញ្ជាំងពិដានដំបូលសុទ្ធតែមានស្នាមបាតដៃបាតជើងដែលប្រឡាក់ដោយឈាមខ្ញុំក៏ដើរចេញមកក្រៅរួចរត់ទៅប្រាប់អ្នកគ្រូពេលអ្នកគ្រូមកដល់ស្រាប់តែក្លិនឆ្អាបនោះនិងស្នាមបាតដៃបាតជើងនោះបាត់អស់រលីងដោយគេជូតអ្នកគ្រូបានបន្ទោសពួកខ្ញុំថាពួកខ្ញុំខ្ជិលបោសថ្នាក់ហើយមកប្រឌិតរឿងឥតប្រយោជន៍នៅល្ងាចថ្ងៃនោះខ្ញុំត្រូវទៅរៀនគួរដូចរាល់ដងទៀតខ្ញុំគិតថាល្ងាចនេះប្រហែលជាមិនមានអ្វីនោះទេមើលទៅមានឯណាក្រោយដើរចេញពីថ្នាក់បន្តិចខ្ញុំឮសំឡេងមនុស្សស្រែករអ៊ូពេញមុខសាលាខ្ញុំឆ្ងល់ណាស់មុនចូលរៀនដូចមិនមានមនុស្សទេម្ដេចក៏ពេលនេះមានមនុស្សច្រើនម្ល៉េះខ្ញុំតាំងចិត្តមិនខ្លាចរួចដើរសំដៅទៅវងមនុស្សខ្ញុំបានឃើញមនុស្សម្នាក់ចងកនៅលើមេឃដើមកងោកខ្ញុំក៏ស្ទុះទៅមើលប៉ុន្តែសាកសពនោះបែរជាគ្មានមុខទៅវិញនិយាយដល់កន្លែងនេះឬរោមណាស់មុខទទេស្អាតដូចក្រដាស់រាមសមួយសន្លឹកអញ្ចឹងខ្ញុំក៏ងាកមើលមនុស្សដែលឈរនៅជុំវិញសាកសពនោះស្រាប់តែគ្មាននរណាម្នាក់មានក្បាលនោះឡើយក្បាលរបស់ពួកគេកំពុងតែនៅលើមេឃកងោកទាំងអស់លៀមនោះខ្ញុំស្ទើរតែគាំងទៅហើយមិនដឹងធ្វើម៉េចទេមានតែដាក់មេប្រូចទៀតហើយម្ដងនេះសំឡេងស្រែកឲ្យខ្ញុំជួយដេញតាមខ្ញុំមិនឈប់
ខ្ញុំមិនងាកក្រោយជាដាច់ខាតទោះឲ្យលុយប៉ុន្មានក៏ខ្ញុំមិនយកដែររំលងមួយសប្តាហ៍ហេតុការបាតដៃបាតជើងឈាមនោះបានធ្វើឲ្យអ្នកគ្រូខ្ញុំឃើញម្ដងគាត់ក៏រាយការណ៍ទៅនាយកលោកនាយកក៏បានរៀបចំបុណ្យយ៉ាងធំមួយនៅសាលាដើម្បីឧទ្ទិសបុណ្យកុសលជូនដល់ព្រលឹងគ្មានសាច់ញាតិទាំងនោះរួចក៏យកថ្នាក់រៀនមួយនោះទៅជាបន្ទប់ដាក់អីវ៉ាន់ទៅវិញប៉ុន្តែក្រោយពីធ្វើបុណ្យរួចខ្ញុំគិតថានឹងលែងមានបញ្ហាទៀតហើយនៅពេលខ្ញុំដើរចេញពីរៀនគូវិញពេលនោះយប់ខែងងឹតណាស់ខ្ញុំដើរមកវិញស្រាប់តែមានអារម្មណ៍ថាចម្លែកគឺមានអារម្មណ៍ថាក្តៅខ្នងហើយបែរជាមើលឃើញស្រមោលខ្លួនឯងទៅវិញខ្ញុំគិតថាតលតែខែភ្លឺទៅពន្លឺចាំងមកអាចឃើញស្រមោលខ្លួនឯងប៉ុន្តែនេះមានពន្លឺដូចជាអណ្ដាតភ្លើងកំពុងតែឆេះអណ្ដែតលើក្បាលខ្ញុំក៏ងាកទៅស្រាប់តែឃើញដុំភ្លើងមួយយ៉ាងធំកំពុងនៅគៀកស្ទើរតែដល់មុខរបស់ខ្ញុំទៅហើយពេលនោះខ្ញុំស្ទុះរត់ចេញទាំងបិទភ្នែកព្រោះក្រោយសម្លឹងភ្លើងនោះខ្ញុំមានអារម្មណ៍ងងឹតមុខឈឹងតែខ្ញុំព្យាយាមរត់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបានរត់បានចម្ងាយប្រហែលជាង50ម៉ែត្រខ្ញុំក៏ដួលព្រុសតែម្ដងខ្ញុំមានអារម្មណ៍ថាភ្លើងនោះកំពុងតែហោះមកជិតដល់ខ្ញុំហើយខ្ញុំខ្សោយអស់កម្លាំងនិងស្រែកឲ្យគេជួយស្របពេលនោះក៏មានឆ្កែកាចប្រចាំភូមិ4ក្បាលរត់មកខ្ញុំបំរុងខំខ្ញុំតែបែរជាព្រុសលោតបន្តោងដាក់ភ្លើងនោះទៅវិញស្រាប់តែភ្លើងនោះបានហោះបុកឆ្កែទាំង4នោះងាប់ទាំងអស់តែម្ដងខ្ញុំក៏ព្យាយាមងើបរត់តទៅទៀតរហូតដល់ផ្ទះក៏សន្លប់តែម្ដងព្រឹកឡើងខ្ញុំយកហេតុការណ៍នេះប្រាប់ក្រុមគ្រួសារនិងលោកនាយកសាលាម្ដងនេះលោកនាយកបាននិមន្តព្រះមេគុណខេត្តឲ្យទៅសូត្រមន្តរំដោះគ្រោះចាប់ពីពេលនោះមកក៏លែងឃើញមានហេតុការណ៍ដ៏អាក្រក់នេះកើតឡើងទៀតឡើយសូមអរគុណទៅដល់ប្រិយមិត្តសម្លេងនិទានរឿងទាំងអស់ដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សូមអរគុណ